អ្នកមានសិលរក្សាកាយល្អវិចារល្អចិត្តល្អជាលក្ខណៈរបស់បណ្ឌិតលក្ខណៈបណ្ឌិតនឹងត្រង់កាយស្អាតវិចារស្អាតចិត្តស្អាតកាយស្អាតហ្នឹងគឺសម្រាប់ធ្វើអីតែធ្វើអ្វីទាំងអស់តកតងនឹងផ្លូវកាយនេះធ្វើនៅអំពើល្អបងតកតងនឹងផ្លូវវិចារហ្នឹងក៏ល្អតកតងនឹងផ្លូវចិត្តហ្នឹងក៏ល្អដល់តកាយល្អវិចារល្អចិត្តល្អដោយពពួកអកុសលមានលោភៈទោសៈមោហៈហ្នឹងវាទ្រោមចុះបងទ្រោមចុះដោយអ្នកមានសិលហ្នឹងធ្វើយ៉ាងម៉េចបានលោភៈទោសៈមោហៈទ្រោមចុះថាអ្នកមានសិលហ្នឹងលោកមានសទ្ធាមានបញ្ញាហ្នឹងឯងមានសទ្ធាមានសតិមានបញ្ញាតែមានសទ្ធាបានចាំពិទូមានព្រានបដៅភាសិតរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងអង្គបានទូមានរឿយទៅដល់តែបានស្ដាប់ទៅបានមានសទ្ធាព្រោះទុកនៅក្នុងចិត្តនៅពាក្យទូមានព្រានបដៅដែលព្រះអង្គទ្រង់បានណែនាំបង្រៀនគួរធ្វើយ៉ាងម៉េចគួរនិយាយយ៉ាងម៉េចគួរគិតយ៉ាងម៉េចចម្រើននៅកុសលធ្វើយ៉ាងម៉េចនិយាយយ៉ាងម៉េចគិតយ៉ាងម៉េចអកុសលនាំមកនៅទុក្ខម្ល៉េះហើយសទ្ធាហ្នឹងក៏ញ៉ាំងចិត្តហ្នឹងឲ្យចងចាំចងចាំទៅវាអស់នៅសេចក្តីសង្ស័យអស់នៅសេចក្តីងឿងឆ្ងល់ចពិចចពិលស្ទាក់ស្ទើរជឿច្បាស់ទៅលើកម្មផលហ្នឹងព្រោះសទ្ធាហ្នឹងជឿទៅលើកម្មផលពោធិសទ្ធាពោធិសទ្ធាដែលយើងជឿទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនេះបានស្ដាប់នៅព្រះសទ្ធំនៃការត្រាស់ដឹងរបស់ព្រះអង្គដោយបញ្ញាដ៏ឧត្តមហ្នឹងបានយើងស្ដាប់ទៅបណ្ដុះនៅសទ្ធាប្រកបទៅដោយហេតុផលហ្នឹងជាពោធិសទ្ធានឹងឯងជាក្របពូជមួយបណ្ដុះនៅបញ្ញាញាណគេហៅថាពោធិសទ្ធាឬក៏សទ្ធាពោធិញាណនឹងក៏បានតែដោះនៅសទ្ធានឹងឯងហើយធ្វើឲ្យយើងនឹងឯងជាមនុស្សដ៏ប្រសើរព្រោះសទ្ធានេះជាអរិយទ្រព្យអរិយៈនឹងប្រសើរទ្រព្យដ៏ប្រសើរត្រង់យើងមានសទ្ធាមានសតិមានបញ្ញាមានសេចក្តីព្យាយាមអប់រំចិត្តបានល្អនឹងឯងហើយសទ្ធានេះទៅតាមអាស្រ័យនៃការសេពគប់ទៀតយោមហ្នឹងឯងសេពគប់សប្បុរសហើយបានស្ដាប់ហើយបានធ្វើទុកក្នុងចិត្តហើយប្រព្រឹត្តបដិបត្តិតាមនៅពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងធ្វើឲ្យកាយវិចារចិត្តនឹងវាមានឧបនិស្ស័យជាមួយសប្បុរសនឹងឯងជាឧបនិស្សយៈបនិស្ស័យហើយរក្សានៅឧបនិស្ស័យនៃពាក្យទូមានហ្នឹងក៏បានខ្ជាប់ខ្ជួនទៅប្រែคล้ายពីនិស្ស័យចរិតមានរាគៈចរិតទោសៈចរិតមោហៈចរិតហ្នឹងទៅមានអធ្យាស្រ័យជាមួយនឹងសប្បុរសមានព្រះសម្មាសម្ពុទ្ធជាដើមជាអ្នកទូមានបានយ៉ាងងាយមិនលំបាកមានចិត្តនឹងឯងប្រព្រឹត្តទៅល្អហើយវាដោះនៅឧបនិពន្ធៈគោចរៈហ្នឹងឯងវាទៅជានិស្ស័យក្នុងការធ្វើទានសិលភាវនានឹងបានល្អចឹងហើយបានសម័យព្រះក៏ដោយបច្ចុប្បន្ននេះក៏ដោយយើងមានព្រះសម្មាសម្ពុទ្ធហើយមានគ្រូបាអាចារ្យហើយបានទៅសេពគប់សប្បុរសដោយព្រះភិក្ខុសង្ឃក៏ដោយសាមណេរបាសិកាដែលជាសិស្សគុណរបស់ព្រះសិរីបុត្រយល់ទេតែបានសេពគប់ព្រះសិរីបុត្រនឹងមានបញ្ញាឆ្លាតដូចព្រះសិរីបុត្រចឹងគាត់តែឃើញដំណើរតំណងនិយាយពាក្យពេចន៍សន្ទនាពធសម្ដែងនៅពធមានលក្ខណៈនឹងដូចព្រះសិរីបុត្រចឹងព្រោះបុគ្គលនោះជាសិស្សរបស់ព្រះសិរីបុត្របានស្ដាប់ធម៌របស់ព្រះសប្បុរសគឺព្រះសិរីបុត្រនឹងម្ល៉េះហើយពាក្យទូមានរបស់ព្រះសិរីបុត្រ
ព្រះសម្មាសម្ពុទ្ធនេះក៏ធ្វើឲ្យកាយវិជ្ជាចិត្តនឹងមានឧបនិស្ស័យណាបដោះនិស្ស័យនឹងដូចព្រះសិរីបុត្រចឹងហើយក៏បានរក្សានៅដំណើរនៃការចេះដាក់ចាំអរិយាបថចិញ្ចឹមជីវិតរហូតដល់បានសម្រេចគុណធម៌ហើយមានឧបនិស្ស័យជាអនុបន្ធៈនឹងជាចំណងជាមួយនឹងព្រះសិរីបុត្រចឹងសិស្សរបស់ព្រះមោគលានបានស្ដាប់ធម៌របស់មោគលានអាស្រ័យជាមួយសប្បុរសស្ដាប់រឿយធ្វើទុកក្នុងចិត្តទៅពុទ្ធនិស្ស័យព្រោះធ្លាប់សន្សំច្រើនជាមួយលោកចឹងទៅក៏មានបញ្ញាចូលចិត្តឈានសមាបត្តិរិទ្ធសម្ដែងពធរស់នៅចិញ្ចឹមជីវិតសន្តានាធម៌នឹងដូចជាសប្បុរសដូចព្រះមោគលានហ្នឹងទៅសាវករបស់ព្រះកស្សបៈសិស្សគុណទាំងឡាយបានអាស្រ័យជាមួយព្រះកស្សបៈហ្នឹងមានសភាពចូលចិត្តទុដងមានសិលសង្រួមល្អពាក្យពេចន៍ទូមានព្រានប្រដៅហ្នឹងមានអតចរិតលក្ខណៈពុទ្ធនិស្ស័យនឹងស្តៀងនឹងព្រះកស្សបៈនឹងបាទសិស្សរបស់ព្រះអនន្តធ្លាប់ស្រ័យស្ដាប់រៀនសូត្រសេពគប់នឹងព្រះអនន្តទៅមានបញ្ញាឆ្លៀសវៃដូចព្រះអនន្តអញ្ចឹងនេះជាដើមយ៉ាងណាបឋមជនយើងក៏មានគ្រូបាអាចារ្យដែលយើងពុទ្ធនិស្ស័យហ្នឹងបានអាចទៅរួចញោមហ្នឹងណាដោយកូនសិស្សរបស់លោកគ្រូបុត្រសវង្សនិស្ស័យរបស់សិស្សលោកហ្នឹងក៏មានចរិតលក្ខណៈសម្ដែងពធសំលេងការគោរពធម៌វិន័យចេះអភិធម្មចេះនៃយ៉ាងក៏ហើយក៏ពុទ្ធនៅនិស្ស័យនឹងល្អដូចជាសប្បុរសហ្នឹងទៅគ្រូរបស់លោកតាកងអ៊ីវចេះវិន័យយ៉ាងសិស្សគុណទាំងឡាយក៏មានអរិយាបថយល់អំពីវិន័យនឹងមុតថ្លាក្នុងការសង្រួមកាយវិជ្ជាចិត្តអីសពគ្រប់បែបយ៉ាងនឹងកូនសិស្សរបស់ប្រសពសំធឿនក៏ត្រូវមានអញ្ចឹងដែរហើយយើងអស់គ្នានឹងឥឡូវហ្នឹងវាដូចណាខ្លះហ្នឹងហើយឬក៏នៅតែដូចតែខ្លួនឯងតែដូចតែខ្លួនឯងទេទៅអត់រួចទេហ្នឹងហ៎ទៅមានគ្រូបាអាចារ្យនឹងសម្រាប់បដោះនៅឧបនិស្ស័យដោយក្រុមគ្រួសារកូនចៅនាងវិសាខាបនិស្ស័យនឹងចូលចិត្តគោរពគុណពុទ្ធពធធ្វើទានរៀបចំចៃវរៈបណ្ឌបាតទីសនាសនៈកិលានភេទជ្ជៈនឹងវាថ្នាក់បងព្រមម្ចាស់នឹងលោកដឹកនាំទូមានពាក្យសម្ដីសម្លៀកបំពាក់កាយវិការស្ទើរតែដូចចឹងកូនចៅរបស់អនាថបណ្ឌិតសេដ្ឋីក៏ដូចគ្នាចឹងដែរកូនសិស្សរបស់នាងធម្មតនីនាងពជាបតិកោតមីនាងយសោតរីនាងបដាចានាងខេមាក៏មានសភាពដូចចរិតលក្ខណៈរបស់ម្ចាស់របស់ខ្លួនចឹងនេះអាស្រ័យអីអាស្រ័យសទ្ធានឹងបានមកពីការសេពគប់ជាមួយគ្រូបាអាចារ្យនេះដែលបានស្ដាប់នឹងបណ្ដុះឧបនិស្ស័យរៀនស្ដាប់ហើយធ្វើតាមពុទ្ធកាយពុទ្ធវិជ្ជាពុទ្ធចិត្តណាពុទ្ធចិត្តហើយក៏ធ្វើទុកនៅក្នុងចិត្តនៃពាក្យទូមានព្រានប្រដៅរបស់គ្រូបាអាចារ្យជាសប្បុរសនឹងរឿយនៅពាក្យពេចន៍ហ្នឹងហើយធម្មានុធម្មយកបដិបត្តិតាមបើកាយបដិបត្តិតាមវិជ្ជាបដិបត្តិទៅតាមផ្លូវចិត្តម្ល៉េះហើយនិស្ស័យហ្នឹងវាពុតទៅណាវាទុនទៅនឹងហើយយ៉ាងណាណាទុនទៅនឹងហើយយើងស្ទង់ស្ទាបក្នុងចិត្តរបស់យើងមើល
ឥឡូវនេះនិស័យហ្នឹងគឺកាត់ទៅណាកាត់ទៅសរិបុត្រឬក៏មោគលានឬក៏ព្រះកស្សបៈឬក៏ព្រះអនន្តឬក៏ព្រះអនិរុទ្ធហ្នឹងហើយយើងពុតច្រើនឆ្នាំហើយឬក៏នៅតែនិស័យអាត្មាអញដែរអានឹងពុតអត់ទៅទេតែនៅតែនិស័យយើងអត់ដែលហ្នឹងវាពុតអត់ទៅទេលោភៈវានៅតែលោភៈអត់ដែលហ្នឹងទោសៈវានៅតែទោសៈអត់ដែលហ្នឹងមោហៈវានៅមោហៈអត់ដែលហ្នឹងទិដ្ឋិវានៅតែរឹតទិដ្ឋិយល់ខុសអត់ដែលហ្នឹងមោមានអ្នកវានៅតែមានអ្នកអត់ដែលហ្នឹងអ៊ីសាវានៅតែចំណែនអត់ដែលហ្នឹងមច្ឆរិយៈវានៅតែកំណាញ់អត់ដែលហ្នឹងវិជ័យកិច្ឆាវានៅតែអត់ចេះអត់ដែលហ្នឹងឯងវាអត់ពុតទៅបើណែអត់ពុតទៅម្ល៉េះហើយពេលសម័យព្រះអីយល់មើលពេលណាដែលកូនសិស្សសរិបុត្រប្រមុខកលៀនព្រះឧបល័យព្រះអនន្តកស្សបៈទោះបីជាលោកនឹងសគុតបរិណិព្វានទៅក៏កូនសិស្សនៅក្នុងសំណាក់នឹងទុនដូចលោកចឹងហ្នឹងហ៎នេះបានយើងនឹងពុតនិស័យនឹងទៅរកសប្បុរសហេតុអីបានពុតបានដោយសារគោរពសប្បុរសដែលជាគ្រូបាអាចារ្យនឹងជាថេរៈនឹងជាមហាថេរៈនឹងហើយយកពាក្យពេចន៍ទូមានព្រានប្រដៅយកមកទុកនៅក្នុងចិត្តនឹងតតែមិនទេយោធម្មងសុនន្តិតតែជឿជាក់បើជឿជាក់ណាហ្នឹងហើយបានអាចពុតបានហ្នឹងតតែសពចេតោសមណាហរិទ្ធវាបានន័យថាពាក្យពេចន៍នឹងស្ទើរតែមិនជ្រុះមួយម៉ាត់ពាក្យពេចន៍អត្តន័យអត្តរសខ្លឹមសារនៃពធហ្នឹងស្ទើរតែអត់ជ្រុះមួយម៉ាត់ទេខ្ញុំហ្នឹងព្រោះអីអោរិទ្ធវាសោតតោហ្នឹងព្រោះទៀងស្ដាប់ផ្ចិតផ្ចង់ណាផ្ចិតផ្ចង់ម្ល៉េះហើយសម័យព្រះដែលសរិបុត្រប្រមុខកលៀននិស័យដូចព្រះអីនេះដូចអនន្តអីនេះបើអត់បានជួបព្រះជួបតែព្រះអនន្តដែលមាននិស័យដូចព្រះហ្នឹងក៏បានដែរព្រោះសំដែងអ្វីនឹងថានិស័យដូចព្រះចឹងកូនសិស្សសរិបុត្របើអត់សរិបុត្រទៅទេកូនសិស្សនឹងថាស្ដាប់ទៅដូចស្ដាប់ព្រះសរិបុត្រចឹងណាព្រះមោគលានដូចស្ដាប់មោគលានចឹងហ្នឹងហើយបេះបិទចឹងព្រោះស្ដាប់រឿយទូមានរឿយប្រតិបត្តិរឿយនិស័យរបស់យើងហ្នឹងទៅជាអ្នកមានសទ្ធាហើយអ្នកសទ្ធាហ្នឹងកើតពីការសេពគប់ពុទ្ធនិស័យហ្នឹងកើតពីស្ដាប់សទ្ធម្មសនន្តិហ្នឹងគឺការស្ដាប់ហ្នឹងមច្ឆេរៈមលੰវាដោះបើមច្ឆេរៈហ្នឹងមលੰគឺមន្ទិលមច្ឆេរៈហ្នឹងវាជំរះពីមន្ទិលដូចយើងដោះអីឆ្នាំងផ្ទះហ្នឹងវាស្លដាំយូរទៅទុកចោលទៅវាសិតតែច្រេះសិតតែផ្ញើប្រឡាក់វាដោះទៅវាមានសភាពថ្មីនឹងស្តៀងអាដើមមកណាដូចដើមណោះយ៉ាងណាចិត្តរបស់យើងនឹងដូចគ្នាពេលណាយើងដោះខាត់ទៅចិត្តនឹងឯងវាមានលក្ខណៈឧបនិស្សយៈនឹងមានឧបនិស្ស័យជាសប្បុរសនឹងទាំងផ្លូវកាយទាំងផ្លូវវិជ្ជាទាំងផ្លូវចិត្តនឹងល្អអរខៈព្រោះយើងសន្សំឧបនិស្ស័យនឹងឯងដោះជ្រះនឹងអរខៈក៏រសានឹងដោះជ្រះនឹងទាំងកាយវិការទាំងពាក្យពេចន៍
ទាំងចិត្តរបស់យើងម្ល៉េះហើយអិរិយាបថដេកដើរឈរអង្គុយនឹងឯងសំរុំជាទីជ្រះថ្លាឧបនិពន្ធៈចំណងរបស់សប្បុរសហ្នឹងដែលយើងបានសេពគប់មានសេចក្តីស្និទ្ធស្នាលអធ្យាស្រ័យប្រតិបត្តិតាមនឹងធ្វើឲ្យមានខ្លឹមសិលសារៈនឹងសិលនឹងឯងកាយល្អវិជ្ជាល្អចិត្តល្អនឹងថាដូចព្រះសិរីបុត្រចឹងហ្នឹងហ៎ដូចព្រះអនន្តចឹងដូចព្រះឧបល័យចឹងដូចព្រះអនុរុទ្ធចឹងទៅតាមអធ្យាស្រ័យគ្រូបាអាចារ្យចឹងឧបនិពន្ធៈអញ្ចឹងយល់ដោះអញ្ចឹងអិរិយាបថនឹងឯងជាពុទ្ធនិស្ស័យនឹងបានល្អហើយប្រពៃណីរបស់គ្រូបាអាចារ្យក្នុងការបង្ហាត់បង្រៀនតាមលំនាំនៃពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងទៅយើងការពារថែរក្សានៅព្រះពុទ្ធសាសនានេះមានបែបផែនជាសប្បុរសចុះកូនសិស្សរបស់ទេវទត្តថាចេញមកថាដូចទេវទត្តអញ្ចឹងណាកូនសិស្សឧបនន្តថាចេញមកដូចឧបនន្តអញ្ចឹងដឹងតែពីចង់បានអញ្ចឹងប្រមូលឲ្យអត់ចេះគ្រប់ទេហ្នឹងឯងកូនសិស្សឧបនន្តនឹងប្រមូលហើយទៅវត្តនេះបានស្បង់បានចពោបានអាហារភោជនបានស្ពាយសេនាសនៈបានអីកលៀនភេទជ្ជៈនឹងខ្ចប់វិចអស់ហើយយើងកូនសិស្សឧបនន្តដែរមិនហ្នឹងហ៎បានខ្លួនឯងឲ្យសុំឲ្យអ្នកដតីទៀតនឹងឧបនន្តនេះឲ្យមិត្តខ្ញុំនៅចិត្តនឹងមិនថែមមួយទៀតឲ្យក្លើខ្ញុំធ្លាប់ស្គាល់ពីមុននឹងមួយទៀតហ្នឹងហើយទៅចូលភាសាហើយដាក់ស្បែកជើងវត្តនោះមកគូដាក់ថងយាមវត្តនោះមួយទៅដាក់ឈើច្រត់វត្តនោះមួយទៅដល់ចេញភាសាដើរប្រមូលខ្ញុំកណាផ្ញើបែកជើងមកគូក្នុងវត្តហ្នឹងខ្ញុំកណាមានចំណែកដែរហ្នឹងណាដាក់ឈើច្រត់ហ្នឹងខ្ញុំកណាមានចំណែកដែរហើយយើងគិតនៅក្នុងចិត្តមើលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនឹងដើម្បីអីថាសម្ដែងព្រះអង្គគង់នៅក៏ដូចយើងនឹងដែរហើយទាំងអស់នឹងព្រះអង្គទ្រង់សរសើរឬក៏ព្រះអង្គទ្រង់តេះដៀលខ្ញុំយល់ទេបើព្រះអង្គទ្រង់តេះដៀលទេអិរិយាបថទាំងអស់នឹងអត់ល្អទេអត់ល្អអីចឹងហ៎ហ្នឹងហើយសុំអីអង្គាសនេះសម្រាប់លោកគ្រូនេះសុំបិណ្ឌបាតទៅសម្រាប់លោកគ្រូនោះអូអានឹងកូនសិស្សឧបនន្តហ្នឹងឯងឧបនន្តយូរទៅគេប្តឹងព្រះសម្មាសម្ពុទ្ធហ្នឹងឯងព្រះអង្គហើយព្រះឧបនន្តនឹងសុំអត់មានអៀនខ្មាស់អីតិចតួចសោះបងហ្នឹងហើយព្រះអង្គគង់តែនៅកន្លែងនេះប៉ុន្តែគេចេះតែប្រាប់ព្រះអង្គអញ្ចឹងទៅព្រះអង្គហៅព្រះឧបនន្តនឹងបានបន្តិចអញ្ចឹងទៅល្អបន្តិចអញ្ចឹងទៅភ្លេចរួចទៅសុំទៀតវានិស្ស័យនឹងវាស្អិតជាប់ហ្នឹងបងហ្នឹងហើយនិស្ស័យអញ្ចឹងមកសំដែងអញ្ចឹងយល់ទេញោមណោះនេះឲ្យដឹងថានិស្ស័យហ្នឹងដើម្បីយើងអត់មានឱកាសភ្ជាប់និស្ស័យនឹងជាមួយនឹងសប្បុរសប្រមាណទេឡោះឲ្យតទៅយល់អញ្ចឹងបានយើងរៀនធម៌ហ្នឹងឆាប់ឡើងថ្នាក់ហ្នឹងហ៎សមាធិនឹងឆាប់ឡើងថ្នាក់វិបស្សនានឹងឆាប់ឡើងថ្នាក់ចម្រើនមគ្គកញ្ញាណផលកញ្ញាណនឹងឆាប់คล้ายទៅជាអរិយបុគ្គលចុះបើគ្រូនឹងផ្សេងសិស្សនឹងផ្សឹងអត់ទេយើងអត់បានពុទ្ធទៅជានិស្ស័យទេដូចជាជោមថាខ្ញុំកណាមកនៅពុទ្ធមណ្ឌលបានឆ្នាំហើយលោកយាយលោកតាជ្រះថ្លាណាចង់ទៅនៅជាមួយដែរថាអូនៅ20ឆ្នាំអូយអនុមោទនាជ្រះថ្លាខ្ញុំចឹងហ៎
អាម៉េចទៅគេធ្វើសមាធិអូមិនដឹងផងធ្វើសមាធិនឹងម៉េចទៅអាណាបានសតិនឹងបរកម្មនិមិត្តនឹងម៉េចទៅឧបហនិមិត្តនឹងម៉េចទៅបដិភាគនិមិត្តនឹងម៉េចទៅឧបចារៈចិត្តនឹងម៉េចទៅអបណាចិត្តនៅក្នុងអាណាបានឹងវាម៉េចទៅបើចង់ដឹងទៅសួរលោកគ្រូហ្នឹងហើយអត់ប្រយោជន៍ហ្នឹងហើយនៅ20ឆ្នាំអត់ប្រយោជន៍អញ្ចឹងអត់ឡើងថ្នាក់អីអញ្ចឹងហ៎អត់បានមានអីដើម្បីផ្សាយនៅពុទ្ធសាសនាចុះបើគ្រូសកុតបាត់ទៅសួរអ្នកណាហ្នឹងហ៎សួរអ្នកណាដោយប្រសពលោកសកុតទៅសួរអ្នកណាបើខ្ញុំកូនសិស្សប្រសពហ្នឹងហ៎ហ្នឹងជាចំណុចដែលយើងពុទ្ធដោះនៅឧបនិស្ស័យសេពគប់នឹងសัพបរោះដែលមានសទ្ធានេះតើយើងមានសទ្ធាបានប៉ុន្មានហើយហ្នឹងហ៎ប៉ុន្មានហើយមិនថាលោកយាយលោកតាទេភិក្ខុដោយសាមណេរក៏ដោយនៅពុទ្ធមណ្ឌលប្រហែលឆ្នាំហើយសិក្សាបប្រតិបត្តិសិលយ៉ាងម៉េចសមាធិយ៉ាងម៉េចវិបស្សនាយ៉ាងម៉េចគេឃើញល្អសុំមួយអង្គពីរអង្គទៅដឹកនាំទៅបង្ហាត់បង្រៀនបានទៅដល់នោះដឹកនាំមែនដឹកនាំញាតិញោមដើរតែហ្មងហ្នឹងណាដើរបន្តិចហែបីដកទៅនេះបន្តិចហែស្បង់ចពោទៅនេះបន្តិចហែផ្កាទៅនេះបន្តិចកំសាន្តនេះសរីលង្កាខ្លះបន្តិចកំសាន្តភូមាខ្លះបន្តិចកំសាន្តនៅឥណ្ឌាខ្លះបន្តិចកំសាន្តនៅចិនខ្លះសបាយសទ្ធាណាស់គ្មានណាគ្រូណាដែលទូមានឲ្យដើរអញ្ចឹងហើយកូនសិស្សអង្គណាយ៉ាងហ៎គេសួរពូចាគ្រូណែឯងបរៀនអញ្ចឹងយ៉ាងហ៎កូនឆ្កងព្រោះមេបាណាបុរាណខ្មែរយើងហ្នឹងហ្នឹងហ៎ញាតិញោមដឹងស្រាប់ហើយកូនឆ្កងព្រោះមេបាអញ្ចឹងដែលយើងនឹងផ្សាយសាសនាហ្នឹងគឺអញ្ចឹងចឹងយើងរៀនបណ្ដុះនៅឧបនិស្ស័យជាមួយសัพបរោះនឹងទៅជាមហាថេរៈមហាថេអនុថេទៅតាមលំដាប់ចឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងចឹងបាននិស្ស័យរបស់យើងនឹងវាល្អចឹងហ៎បណ្ដុះនិស្ស័យនឹងនិស្ស័យរបស់ព្រះមហាថេរៈជាសัพបរោះព្រះសម្មាសម្ពុទ្ធនឹងវាល្អហើយយើងបានសម្រេចនៅគុណធម៌ដោយទឹកចិត្តអរិយាបថរបស់យើងនឹងបានល្អនឹងបានល្អហើយទាំងបរិយ័តទាំងការបដិបត្តិនឹងបានល្អភិក្ខុសាមណេរបាសកបាសិកាមានឧបនិស្ស័យដូចជាពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងបញ្ញានិងបរិយ័តបដិបត្តិនឹងជាខែលសម្រាប់ការពារព្រះសាសនាខ្ញុំចឹងហ៎ការពារព្រះសាសនាព្រោះយើងការពារខ្លួនយើងបានហើយបានអាចការពារព្រះពុទ្ធសាសនាការពារប្រធមវិន័យរបស់ព្រះពុទ្ធសាសនាហ្នឹងមិនឲ្យគេតេះដៀលព្រោះអត់សិលមិនឲ្យគេតេះដៀលព្រោះអត់សមាធិមិនឲ្យគេតេះដៀលអត់បញ្ញាយ៉ាងហ៎ឲ្យคล้ายទៅជាអ្នកមានសិលសមាធិបញ្ញាហ្នឹងហើយមុតមមថែទាំព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធណាសម្មាសម្ពុទ្ធនេះមកលើកនេះមកឲ្យញាតិញោមភ្ញាក់ស្មារតីក្នុងដំណើរ
អិរិយាបថដែលប្រព្រឹត្តទៅដូចសម័យព្រះឥតពីសម័យព្រះមកយើងណាមកយើងហ្នឹងយើងហ្នឹងក៏មានដែរកូនចៅរបស់មហាបាសិកាចរិតដូចអញ្ចឹងទៅកូនចៅរបស់ញោមគៈមហាបាសិកាវណ្ណស៊ីលោករៀបចំមកអញ្ចឹងទៅអានេះចរិតលក្ខណៈក្នុងការធ្វើទានក្នុងអីចឹងបងហើយបានធ្វើចឹងហើយខ្មែរយើងនេះកាន់យកក្នុងពុទ្ធសាសនាសំបីតែការកូននឹងទៅរើសអ្នកដឹកដៃហ្នឹងណាឲ្យគំរូនឹងឯងហ្នឹងឯងដឹកដៃតាមអ្នកនឹងតកូលល្អក្រុមគ្រួសារទូមានព្រានប្រដៅល្អហ្នឹងបថោងនាងនេះអីនេះខ្មែរយើងបណ្ដោះវប្បធម៌ខ្មែរយើងកប់នៅក្នុងពុទ្ធសាសនាដ៏មានតម្លៃរកអីប្រៀបផ្ទឹមពំបានទេខ្លាចតែយើងនឹងគ្មានបញ្ញាអាងឹតចិត្តនឹងវាមើលមិនឃើញអីមិនដឹងទេប៉ុន្តែបញ្ញាអស្ចារ្យណាស់ដែលដឹកដៃតែយើងឆ្លៀតបានមកធ្វើទានរក្សាសិលសេចគប់នឹងសប្បុរសអង្គនេះអង្គនោះពុទ្ធនិស្ស័យហ្នឹងឯងពុទ្ធនិស្ស័យចឹងឬក៏មកគាត់ទៅធ្វើមហូបមហាអីទេអានឹងនៅផ្ទះក៏បានដែរហ្នឹងណានិស្ស័យអង្គនេះបកាយឆាន់នេះនិស្ស័យអង្គនោះបកាយកំងនោះអានឹងវាគ្មានប្រយោជន៍អីទេយើងនៅផ្ទះក៏កំងអញ្ចឹងមកដល់នេះក៏នៅតែអញ្ចឹងហ្នឹងណាបន្តិចទេតែនៃខ្លឹមសារប្រពុតអវាទរបស់ព្រះអង្គនៅក្នុងព្រះត្រៃបិដកនេះខ្លាចញាតិញោមគ្រូផ្សេងចិត្តសិស្សផ្សេងហ្នឹងហើយអញ្ចឹងវាអត់អាចថែរក្សាប្រពៃណីដ៏ល្អនឹងទេហ្នឹងហើយល្អនឹងបានទេបើគ្រូនឹងមុតមមនៅក្នុងសិលសមាធិបញ្ញាក្នុង100នាក់អន់ណាស់ក៏កូនសិស្សនឹង80នាក់ដែរអញ្ចឹងហ៎ដោយសម័យព្រះឧបនិស្ស័យនៅក្នុងក្រុងសាវត្ថីប្រមាណ7កោដ70លាននាក់និស្ស័យទៅជាព្រះសម្មាសម្ពុទ្ធទៅជាអរិយបុគ្គលប្រមាណ50លាននាក់យល់មើលវាខ្ពស់ហើយ10លានទៀតជាកល្យានពធុជនកំពុងពុទ្ធពួកអាចារ្យនៃគ្រុនអត់អាចមកបៀតបៀននៅព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធទេពីព្រោះនិស្ស័យចរិតរបស់ព្រះអរិយបុគ្គលភិក្ខុនៃឧបាសកបាសិកាគាត់ទៅចេញមកថាអូនេះមិនមែនកូនសិស្សព្រះសម្មាសម្ពុទ្ធមិនមែនកូនសិស្សសរិបុត្រអនន្តអីទេពូមើលទៅដូចពួកអាចារ្យអញ្ចឹងហ៎និស្ស័យអាចារ្យនិស្ស័យនិគ្រុននិស្ស័យបរិពាជុនិស្ស័យពួកជេននិស្ស័យរបស់អីទេអាចារ្យនេះគាត់ទៅឃើញកូនសិស្សអាចារ្យឡើយព្រោះអត់ខោអត់អាវស្រាតអញ្ចឹងហ៎វាទៅតាមនិស្ស័យអញ្ចឹងបាទនិស្ស័យអញ្ចឹងបើយើងអត់ដឹងគោលដៅក្នុងការទូមានព្រះសម្មាសម្ពុទ្ធទេយើងអត់អាចពុទ្ធនិស្ស័យទៅជាជាមួយសប្បុរសទទួលនៅធម្មរតកសិលសមាធិបញ្ញាសម្រាប់ទីពឹងទីរលឹកនោះបាននេះជាគុណជាតិមួយដ៏ល្អនៅក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធ